មានភ្ញៀវមកផ្ទាល់គាត់ថាកូនគាត់ហ្នឹងអាយុ4ឆ្នាំជាងហើយទើបតែផ្ដាច់ទឹកដោះគោម្សៅហើយគាត់ឲ្យកូនគាត់ហ្នឹងញ៉ាំទឹកដោះគោស្រស់តែកូនគាត់ញ៉ាំបានតែពាក់កណ្ដាលកំប៉ុងអីគាត់បោះចោលហើយអញ្ចឹងគាត់បារម្ភថាកូនគាត់ខ្វះពួកវីតាមីនឬក៏ពួកកាល់ស្យូមបបិសាទបងមានកូនស្រាប់អញ្ចឹងជួយណែនាំគាត់ថែមទៀតធម្មតាតែក្មេងនៅពេលណាដែលគាត់ធ្លាប់ញ៉ាំទឹកដោះគោដែលមានរសជាតិដិតពីទូចមកហើយដល់ទៅពេលអាយុរៀងធំបន្តិចយើងចាប់ផ្ដើមបដូរទៅជាទឹកដោះគោស្រស់ទឹកដោះគោស្រស់វារៀងសាបអញ្ចឹងក្មេងគាត់ពិបាកទទួលយកអញ្ចឹងចង់អីទេបងម្ដាយត្រូវតែធ្វើការបន្ស៊ាំឲ្យគាត់ញ៉ាំទឹកដោះគោស្រស់ថ្ងៃបន្តិចហ្នឹងទៅតែបើគាត់បារម្ភថាកូនរបស់គាត់ញ៉ាំហើយពាក់កណ្ដាលហើយបោះចោលគាត់ខ្លាចកាល់ស្យូមនិងវីតាមីនមួយចំនួននេះអាចឲ្យគាត់ញ៉ាំនៅពពួកអាប៉ាទីមីលបន្ថែមទៅដែលគេចម្រាញ់ចេញមកពីម្សៅទឹកដោះគោមានប្រភពមកពីញូហ្សេឡង់ហើយនៅក្នុងអាប៉ាទីមីលនេះមានកាល់ស្យូមរហូតដល់150មីលីក្រាមវីតាមីន A វីតាមីន B វីតាមីន C ហើយនិងវីតាមីន D3 ដែលវីតាមីនទាំងអស់នេះគឺជួយបង្រឹងដល់ប្រព័ន្ធការពាររាងកាយជួយទៅដល់ការលូតលាស់ហើយនឹងផ្ដល់ថាមពលបន្ថែមដល់ក្មេងៗថែមទៀតផងនំទឹកដោះគោអាប៉ាទីមានតម្រងជាប្រភេទគ្រាប់អញ្ចឹងក្មេងឲ្យគាត់ចេះតែពីអាចញ៉ាំបានហើយគេមានរហូតដល់3រសជាតិមានរសជាតិ strawberry សូកូឡាជាមួយនឹងរសជាតិទឹកដោះគោហើយកញ្ចប់របស់គេធំជាងមុនបរិមាណច្រើនជាងមុនតម្លៃក៏សមរម្យងាយស្រួលក្នុងការរកទិញ